នំដូងជប៉ុនហាឈីនេះស្រួយឆ្ងាញ់មែននំដូងជប៉ុនហាឈីនេះស្រួយឆ្ងាញ់ខ្ញុំចូលចិត្តញ៉ាំរសជាតិស្រួយឆ្ងាញ់ញ៉ាំជុំមុនហ្មងនេះម្លីសាក់ភ្លុកនំពុំជប៉ុនហាឈីម្ដងមានពីររសជាតិគឺរសជាតិទឹកដោះគោនិងរសជាតិម៉ាឆានំពុំជប៉ុនហាឈីរសជាតិម៉ាឆានេះក៏ឆ្ងាញ់បើនំពុំជប៉ុនហាឈីរសជាតិទឹកដោះគោនេះក៏ឆ្ងាញ់ដែរឆ្ងាញ់គ្រប់រសជាតិហ្មងណានំដូងជប៉ុននិងនំពុំជប៉ុនហាឈីស្រួយឆ្ងាញ់បែបជប៉ុនអាចញ៉ាំជាមួយតែជាមួយកាហ្វេហើយបើញ៉ាំពេលធ្វើដំណើរកម្សាន្តកាន់តែរីករាយនំដូងជប៉ុននិងនំពុំជប៉ុនហាឈីអាចរកទិញបានគ្រប់ទីផ្សារឬតូបលក់ចាប់ហួយក្បែរផ្ទះសំខាន់រសជាតិឆ្ងាញ់ពិតៗហ្មងណាម្លីខ្ញុំចាក់អារម្មណ៍ថាម្លីប៉ិនលក់ខ្ញុំចេះឡាយហើយគេចេះទិញទៅឥឡូវលក់បានជាង20ប្រអប់ហើយអាហ្នឹងគេហៅថាដងអ្នកខ្លះគេជំរុញមិនចង់ធ្វើផងតែម៉ាលីអត់បានជំរុញទេប៉ុន្តែចង់ធ្វើអាហ្នឹងគេហៅថាចេះចាប់ឱកាសឥឡូវចេះទៅបើខ្ញុំអបេចាំចាប់ពីថ្ងៃទៅអ្នកផ្លែកមុខហាមអត់ឲ្យចូលទេជាពិសេសមួយនោះយល់ទេបានមេតោះម៉ាលីឯងនេះធ្វើការដូចអាចនេះលក្ខការចិត្តប្រយ័ត្នអាវិតដឹងបងសម្រាប់ជី500យកព្យាបាលមកម៉ាត់ដៃទាឡោការងារអញ្ចឹងមកទាលុយបងចលោយើងធ្វើមិនទៀតមិនបាច់ធ្វើទៀតទេលាក់ខ្លួនកុំដល់ណាពេលផ្ដាប្រយ័ត្នអាវិតឃើញបាទបងនោះអ្នកនឹងជីមកទៅឯផ្ទះ